Ba chị đẹp số bóng phồn ngày nên bắt đầuពីខ្ញុំបាទបានដូរទឹកហើយគឺអឺយើងចាប់ផ្ដើមដាក់ចំណៃចឹងណាបាទចឹងព្រោះការផ្លាស់ប្ដូរទឹកនេះនៅពេលដែលយើងផ្លាស់ប្ដូរទឹកគឺយើងត្រូវនៅពេលដែលយើងដាក់ចំណៃមុនយើងដាក់ចំណៃគឺយើងត្រូវផ្លាស់ប្ដូរទឹកសិនបាទច្រឡំចឹងអត្ថប្រយោជន៍នៃការផ្លាស់ប្ដូរទឹកហ្នឹងគឺវាធ្វើឲ្យកង្កែបយើងហ្នឹងស៊ីចំណីដូចថាបើសិនតែទឹកវានៅកខ្វក់អញ្ចឹងទៅវាអាចស៊ីចំណីទៅវាអាចអឺចំណីហ្នឹងវានៅក្នុងទឹកហ្នឹងណាអញ្ចឹងវាអាចមានភាពស្អុយភាពអីហ្នឹងវាលេបទៅទាំងអស់ទៅអាចធ្វើឲ្យសុខភាពកាយយើងវាអត់សូវល្អអញ្ចឹងបងប្អូនបាទអត់សូវល្អហើយអញ្ចឹងបើសិនជាយើងបានផ្លាស់ប្ដូរទឹកទៅហើយចាំដាក់ចំណីអាហ្នឹងគឺសុខភាពកាយយើងល្អដោយបងប្អូនបានឃើញអញ្ចឹងគឺសុខភាពកែបហើយនឹងការស៊ីរបស់វាគឺអស់ស៊ីអស់ណាដាក់មកក្តាប់ទៅគឺស៊ីអស់ហ្មងអញ្ចឹងណាអញ្ចឹងគឺថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនថានៅពេលដែលយើងយកកាត់ទៅដំបងនៅពេលដែលយើងមុនដាក់ចំណីយើងត្រូវដូរទឹកអញ្ចឹងតើតើនឹងការចិញ្ចឹមដំបងសម្រាប់បងប្អូនយើងដែលយកទៅដំបងចឹងគឺយើងផ្លាស់ប្ដូរទឹកបើសិនជាទ្រុងយើងតូចបើទ្រុងយើងតូចយើងអាចមួយថ្ងៃ2ដងប៉ុន្តែបើទ្រុងយើងធំយើងអាចមួយថ្ងៃម្ដងបាទហើយសម្រាប់ការឲ្យចំណីតូចអញ្ចេះយើងឲ្យមួយថ្ងៃ3ដងទៅ4ដងនៅតូចណាបាទប៉ុន្តែដៃមួយជើងហ្នឹងគឺមួយថ្ងៃ3ដងឬ4ដងប៉ុន្តែចាប់ពីប៉ុនកកដៃកូនក្មេងទៅគឺមួយថ្ងៃតែ2ដងទេបាទហ្នឹងហើយហើយមានបងប្អូនខ្លះគាត់ថាគាត់ចង់ដូរទឹកមួយថ្ងៃ3ដងបាទតែតាមបទពិសោធន៍របស់ខ្ញុំគាត់ថាមួយថ្ងៃ2ដងគឺគ្រប់គ្រាន់ណាបាទគ្រប់គ្រាន់តែបើសិនថាយើងតនេយើងចង់មួយថ្ងៃ3ដងក៏ដូរទៅមិនជាបញ្ហាទេតែបញ្ហាត្រង់ថាកែបយើងធ្វើម៉េចយើងលាងសម្អាតវាចង្ហោចឲ្យបានមួយថ្ងៃម្ដងមកត្រង់យើងតូចប៉ុន្តែបើថាយើងមិនសូវជាតំណេយើងចង់2ថ្ងៃឲ្យដូរទឹកម្ដងអាហ្នឹងយើងអាចធ្វើត្រង់ឲ្យរាងធំណាបាទធ្វើត្រង់ឲ្យរាងធំឬក៏ធ្វើជាអាងចេះមកខាងទៅហើយមានកោកមកខាងអញ្ចឹងណាតែកោកហ្នឹងមិនចាំធំជាងអាងអីទេបាទឧទាហរណ៍ថាយើងដាក់ប៉ុនក្បាលយើងធ្វើអាងយើងហ្នឹង2x2អញ្ចឹងទៅហើយអាកោកហ្នឹង2x2ដែរទៅជំវិលអាងហ្នឹងទៅណាបាទឬក៏ទូជាងអាងហ្នឹងបន្តិចក៏បានដែរគាត់ថាពេលដែលទឹកវាស្អុយកែបហ្នឹងវាលោតឡើងលើគោកអញ្ចឹងណាលោតឡើងលើគោកបាទហ្នឹងហើយតែអាហ្នឹងយើងក៏ត្រូវដូរទឹកដែរតែនឹងយើងអាចថាដូរទឹកហ្នឹងវាតិចចំណាយពេលដូរដូចថាយើងចាំក្នុងអាងចេះយើងពីមួយថ្ងៃដូរម្ដងឬក៏ម្ដងឬក៏2ដងអញ្ចឹងតែយើងធ្វើមានគោកយើងអាចមួយថ្ងៃម្ដងឬក៏2ថ្ងៃម្ដងអញ្ចឹងណាបាទហ្នឹងហើយនឹងវាអាចជួយបានអញ្ចឹងប៉ុន្តែតើតើនឹងការចិញ្ចឹមយើងដាក់ក្នុងពងបែបនេះគឺធំលឿនណាយើងដូរទឹកបានត្រឹមត្រូវមួយថ្ងៃម្ដងឬ2ដងណាហើយដាក់ចំណីឲ្យវាស៊ីបានគ្រប់គ្រាន់ប្រូតេអ៊ីនគ្រប់គ្រាន់គឺស្ទុះលឿនណាបាទរយៈពេល2ខែបងណា2ខែយើងអាចថាបើសិនជាបងប្អូនខ្លះគាត់ថែបានល្អអាចមិនដល់2ខែទេអាចបានលក់បាទតែបើបងប្អូនយើងថែឬក៏ចំណីអីមកល្មមមិនសូវជាបុកវាទេអាច2ខែឬក៏2ខែតិចតួចអញ្ចឹងជាមធ្យម2ខែបងណាជាមធ្យម2ខែតែមានបងប្អូនខ្លះគាត់មើលថែបានល្អអីចឹងទៅគេអាចលឿនជាងនឹងដែរណាបាទលឿនជាងនឹងដែរអាចមួយខែតិចតួចចឹងណាបាទហ្នឹងហើយហើយតើតើទៅនឹងការចិញ្ចឹមនេះកត្តាសំខាន់វាមានដូចជាកត្តាពូជបាទពូជហ្នឹងគឺសុខភាពល្អហើយមួយទៀតគឺទំហំស្មើគ្នាណាកុំឲ្យវាស៊ីគ្នាបាទហ្នឹងកត្តាមួយកត្តាមួយទៀតគឺកត្តាដូរទឹកកត្តាចំណីហ្នឹងគឺយើងត្រូវទី1គឺទំហំគ្រាប់ឲ្យសមស្របទៅតាមតម្ដងខ្លួនរបស់កែបមាន3លី4លី6លី8លីចឹងណាបាទហើយតកតងនឹងមួយទៀតគឺប្រូតេអ៊ីនបាទប្រូតេអ៊ីនគឺ30%ឡើងតែបើសិនជាយើងទិញចំណីកែបហើយប្រូតេអ៊ីនគឺវាសមស្របនឹងខ្លួនតម្រូវការកែបហើយតែបើសិនជាយើងទិញចំណីត្រីអាចចំណីត្រីខ្លះវាស៊ីប្រូតេអ៊ីនទាបបាទ
ចឹងយើងត្រូវសួរគេយកប្រូតេអ៊ីន 30% តែចំណីកាបលើសបោมันអត់ដូចលោកមុនទេបាទហើយចំណុចមួយទៀតគឺតកតងទៅនឹងការតកតងទៅនឹងទ្រុងតកតងបរិយាកាសជុំវិញបាទយើងមានដំបូលចឹងទៅបាទស្បាយនេះដូចខ្ញុំដាក់ស្បាយបាទស្បាយប្រក់ចឹងទៅបាទហើយទ្រុងយើងធ្វើឲ្យសមស្របទៅតាមបរិមាណនៃកូនកង្កែបគឺ1ម៉ែត្រការ៉េគឺខ្ពស់បំផុត100ចឹងណាខ្ពស់បំផុត100ហ្នឹងបានន័យថាយើងចង់ដាក់ក្រោម100ក៏បានដែរប៉ុន្តែมันអាចឲ្យលើសពី100ទេចឹងណាបាទហ្នឹងហើយมันអាចឲ្យលើសពី100ទេចឹងគឺបងប្អូនយើងថ្មីគឺយើងយកចំណុចទាំងប្រមាណហ្នឹងទៅអនុវត្តទៅបាទសិក្សាទៅហើយបើមានចម្ងល់ក៏សួរខ្ញុំវិញមកបាទចំណុចទាំងប្រមាណដែលខ្ញុំបាននិយាយហ្នឹងបើសិនតែបងប្អូនធ្វើតាមហ្នឹងទៅអាហ្នឹងយើងអាចធ្វើបានហើយអត់ជាបញ្ហាច្រើនទេតកតងនឹងរឿងថ្នាំអីកង្កែបវាមានដែរតែថ្នាំវាមិនជាដូចថាត្រូវការប្រើប្រាស់ច្រើនណាហើយវ៉ាក់សាំងអីក៏យើងអត់មានដែរអត់មានប្រើប្រាស់ទេមិនអត់មានទេគឺយើងមិនប្រើប្រាស់ទេបាទមិនត្រូវការប្រើប្រាស់ការពារវ៉ាក់សាំងអីទេណាបាទហ្នឹងហើយសំខាន់គឺកត្តាដែលខ្ញុំបានលើកឡើងពីខាងដើមហ្នឹងបងប្អូនអនុវត្តតាមទៅបាទគឺបានហើយបើមានចម្ងល់អីនៅត្រង់ចំណុចណាមួយដែលមិនច្បាស់ហ្នឹងអាចខលសួរបានណាហ្នឹងហើយមុននឹងយើងដាក់ចិញ្ចឹមបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំចែករំលែកប៉ុណ្្នឹងហើយនឹងមានវីដេអូថ្មីបន្តទៀតបាទអញ្ចឹងអរគុណច្រើនបងប្អូនណាមានចម្ងល់អាចខលសាកសួរបានអរគុណច្រើន